ជំរាបសួរទាំងអស់គ្នាជួបជាមួយនឹង admin ទៀតហើយហើយថ្ងៃនេះ admin នឹងមកសម្រាយរឿង Tinabelle ភាព9យកមកចាយអ្នកទាំងអស់គ្នាបានទស្សនាបន្តអ្នកទាំងអស់គ្នាប្រហែលជាកំពុងរង់ចាំយ៉ាងអន្ទះសារដែរព្រោះថារឿងហ្នឹងគឺនៅសល់តែ2ភាគទៀតទេគឺនឹងចប់ហើយអញ្ចឹងឥឡូវនេះគឺដល់ភាគ9ហើយហើយរឿងហ្នឹងមានសរុបទាំងអស់ចំនួន11ភាគអញ្ចឹងឥឡូវយើងបានសម្រាប់ដល់ភាគ9ហើយអញ្ចឹងនៅសល់2ភាគទៀតហើយសាច់រឿងក៏កាន់តែធ្វើឲ្យយើងចង់ដឹងកាន់តែចង់មើលតទៀតថារឿងហ្នឹងនឹងទៅជាយ៉ាងណាអញ្ចឹងណាឥឡូវកុំឲ្យខាត់ពេលវេលាច្រើនយើងមកមើលភាគ9នេះថាតើវាមានរឿងអីកើតឡើងខ្លះទៀតតែអ្នកនរគ្នាមុននឹងចូលមើលជួយចុច like និង subscribe Channel ថ្មីនេះម្នាក់មួយផងព្រោះឥឡូវអត់បាន 2k subscribe ទេអ្នកនរគ្នាអញ្ចឹងកុំភ្លេចជួយ subscribe បានច្រើនផងណាហើយឥឡូវនេះដូចជាបាត់អ្នកមើលរៀងច្រើនណាសូមមើលឲ្យច្រើននឹងមុនទៀតមកដើម្បីឲ្យមានកម្លាំងចិត្តក្នុងការសម្រាយតទៀតអីអញ្ចឹងណាអញ្ចឹងផ្ដាំភាគ9នេះគឺសាច់រឿងផ្ដាំឡើងនៅពេលដែល Daniel បានឃើញឲ្យ Tinabelle ថា Peter ហើយកន្លែងនោះលោកគ្រូក៏បានមកឲ្យដាក់ពិន័យ Daniel ដោយសារតែ Daniel នឹងបានមកលក់មើលគេធ្វើស្អីមិនអញ្ចឹងណារំខានគេហើយពេលនោះផងដែរសម្លេងគ្រូបានធ្វើឲ្យ Peter ភ្ញាក់ហើយធ្វើឲ្យពុយអ្នកនឹងឡើងភាំងខ្លួនឯងហ្មង Tinabelle ក៏បញ្ញាប់យកមាត់ចេញពី Peter ភ្លាមនឹងកន្លែងហើយនាងក៏បានរត់ទៅប្រាប់លោកគ្រូដើមផងដែរដើម្បីជួយការពារ Daniel អញ្ចឹងណាថានាងជាអ្នកហៅ Daniel មកទេហើយដល់ពេលនិយាយអញ្ចឹងហើយមានអីលោកគ្រូក៏បានដាក់ពិន័យទាំងពីរអ្នកហ្មងហើយ Tinabelle យើងដឹងស្អីទេឈរបន្តិចបន្តួចសោះត្អូនក្តៅអីអញ្ចឹងទៅហើយ Daniel គេបាននិយាយអីច្រើនទេគេឮថាឲ្យ Tinabelle ត្អូនក្តៅអញ្ចឹងហើយគេក៏បានទៅឈប់បាំងថ្ងៃឲ្យ Tinabelle អញ្ចឹងណាដើម្បីកុំឲ្យ Tinabelle ក្តៅអូយទៅសភាពបរោះពិតហ្មងណាចំណែក Vandy វិញកំពុងតែត្រៀមញ៉ាំអីហើយស្រាប់តែមានសំឡេងសារមួយបានលោតចូលក្នុងទូរស័ព្ទរបស់នាងអញ្ចឹងនាងក៏បានយកសារហ្នឹងមើលដល់ពេលយកសារមើលអ្នកនរគ្នាគឺមានមនុស្សម្នាក់បានផ្ញើសារមកនាងបានផ្ញើវីដេអូច្រើនខ្លាំងមែនតើដែលតាក់ទងជាមួយនឹងនាងគឺមានរូបរាងកាយរបស់នាងរូបអាក្រាតរបស់នាងអីហ្នឹងគឺថាមានទាំងអស់ហ្មងអត់ដឹងថាគេលួចថតមកដោយរបៀបម៉េចទេហើយគេក៏បានគម្រាមនេះផងដែរថាឲ្យមកជួបគេហើយឲ្យមកតែម្នាក់ឯងតែប៉ុណ្ណោះបើមិនអញ្ចឹងទេវីដេអូហ្នឹងនឹងត្រូវបានបែកធ្លាយទៅខាងក្រៅហើយដល់ពេលលើអញ្ចឹងអ្នកនរគ្នាវ៉ាឌីគ្នាភ័យគ្នារក្សាមុខមាត់គ្នាសង្ស្លាប់ទៅហើយគេទៅយកគ្នាធំណាអញ្ចឹងគ្នាមិនអាចនៅបានទេគ្នាក៏បញ្ញាប់រត់ចេញពីកន្លែងហ្នឹងដើម្បីទៅជួបបរិមម្នាក់ហ្នឹងភ្លាមហើយនៅពេលដែល Vandy បានមកជួបបរិមម្នាក់ហ្នឹងគឺបរិមម្នាក់ហ្នឹងគាត់មានណាឆ្ងាញ់ក៏ពីអបិស៊ីម៉ុននេះទាំងអស់គ្នានិយាយទៅអបិហ្នឹងគឺអាក្រក់ខ្លាំងហ្មងហើយ Vandy ម្ដងគឺអ្នកនិយាយច្រើនទេអ្នកក៏បានជ័យអបិហ្នឹងជ័យយកហ្មងហើយអបិហ្នឹងក៏គេបាននិយាយផងដែរថាអយមកពី Vandy នឹងខ្លួនឯងទេគេមិនមែនជាអ្នកខុសនោះទេហើយបើមិនជា Vandy មិនព្រមធ្វើតាមគេនោះទេគេនឹងបញ្ចេញវីដេអូមួយទៅក្រៅហើយអ្នកនរគ្នាវីដេអូហ្នឹងគឺមិនមែនតែរូបអាក្រាតរបស់ Vandy នោះទេគឺគេមានវីដេអូមួយដែលថា Vandy ហ្នឹងលួចតាក់ជើងក្រែវីដេអូហ្នឹងដល់តែគេថតតាំងកាលទេគេយកមកកម្រាម Vandy មិនត្រឹមតែប៉ុណ្្នឹងទេគឺមានវីដេអូលួចកាត់រ៉ូបរបស់ Tinabelle ហ្នឹងគឺគេបានថតបានទៀតហើយគេបានគម្រាមនាងថាបើសិនជាអត់ធ្វើតាមគេទេគេនឹងផុសវីដេអូហ្នឹងទៅក្រៅដើម្បីឲ្យគេឈ្មោះ Vandy ហ្នឹងគឺអាលួយអាលាយហ្មងហើយ Vandy នាងភ័យនាងថាជាមួយនាងនឹងប្តឹងប៉ូលីសក៏ប៉ុន្តែអាប៉ែហ្នឹងចេះតែគម្រាមនាងរហូតថានឹងផុសវីដេអូហ្នឹងទៅក្រៅអញ្ចឹងហើយអ្នកហ៊ាននិយាយអីតទៀតនេះទេហើយអញ្ចឹងអាប៉ែហ្នឹងក៏ចាប់ផ្ដើមនិយាយពីគោលបំណងរបស់គេអញ្ចឹងទៅគេនិយាយថាអត់មានអីច្រើនទេ Vandy គ្រាន់តែជាខ្លាញ់មិនឡំធ្វើជា girlfriend របស់គេមកអញ្ចឹងទៅគេនឹងអត់ផុសវីដេអូហ្នឹងទៅក្រៅឲ្យទាំងអស់ព្រោះថា Vandy ឯងបានបង្ហាញក្តីស្រឡាញ់ទៅឲ្យគេឃើញអញ្ចឹងទៅធ្វើឲ្យគេស្រឡាញ់ Vandy វិញអញ្ចឹងណាតែដល់ពេលនេះទៅ Vandy ស្រាប់តែឈប់តាក់ទងជាមួយនឹងគេស្ងាត់ឈឹងហ្មងបែរទៅជាចាប់អារម្មណ៍ Peter វិញដល់ពេលធ្វើអញ្ចឹងទៅធ្វើឲ្យគេហ្នឹងដូចជាស្រឡាញ់ Vandy តែម្នាក់ឯងអញ្ចឹងហើយបានធ្វើឲ្យគេហ្នឹងចង់បាន Vandy ឯងកាន់តែខ្លាំងហ្មងនិយាយអូយរោគចិត្តខ្លាំងណាស់អ្នកនរគ្នាស្រឡាញ់គេក៏អត់ស្រឡាញ់វិញធ្វើរឿងថោកទាបដល់ថ្នាក់ហ្នឹងហើយ Vandy នេះវិញគឺនាងញ័រអ្នកនរគ្នាភ័យផងខឹងផងតែនាងអត់អាចធ្វើអីគេបានទេដោយសារគេជាមនុស្សបរអញ្ចឹងហើយនាងជាស្រីតូចច្រឡឹងខ្ជិះខ្ជូតអីអញ្ចឹងណាតែលួយក្នុងតែយកអត់ដឹងទេថា Vandy គឺនាងឆ្លើយយល់ព្រមឬក៏អត់ក៏ប៉ុន្តែពេលហ្នឹងគឺកូនឆ្មាណាថាក្នុងសាលាហ្នឹងបានដើរចូលមកបន្ទប់ហ្នឹងហើយមើលទៅកូនឆ្មាដូចជាចេះភាសាមនុស្សដឹងថាគេកំពុងចង់និយាយពីអីចឹងតមករឿងបានកាន់មកដល់ Peter ដែលគេបានចេញមកក្រៅហើយគេបានឃើញ Daniel ឈប់បាំងថ្ងៃឲ្យ Tinabelle អញ្ចឹងណាធ្វើឲ្យគេដូចមានអារម្មណ៍ថាកោតចិត្តប្រច័ណ្ឌអញ្ចឹងគេទៅបានថើបគ្នាមួយ Tinabelle ហើយមីញដល់ពេលអញ្ចឹងទៅធ្វើឲ្យអារម្មណ៍គេចាប់ផ្ដើមចម្លែកតិច Peter ស្រឡាញ់ Tinabelle ទៅដល់ពេលអញ្ចឹងហើយគេក៏បានជួបជាមួយនឹង Vandy ដើរកាត់កន្លែងហ្នឹងមុខស្ងួតស្ងើស្លេកអញ្ចឹងគេក៏បានសួរទៅថានាងកាត់អីតែ Vandy នឹងបដិសេធថាអ្នកកាត់អីទេហើយបន្តមកទៀត Peter ហ្នឹងគឺគេចង់ដាក់ relationship អីជាមួយនឹង Vandy អញ្ចឹងណាដើម្បីឲ្យសាលាគេទទួលស្គាល់អញ្ចឹងទៅតែ Vandy ស្រាប់តែនាងបដិសេធអ្នកទាំងអស់គ្នានាងបដិសេធថានាងអត់អាចដាក់ relationship ជាមួយនឹង Peter បានទេដោយសារតែនាងមានរឿងផ្ទាល់ខ្លួនតិចតួចអញ្ចឹងសុំទោសផងណានាងនិយាយហើយនាងក៏បានដើរចាក់ចេញពីកន្លែងហ្នឹងទៅធ្វើឲ្យ Peter នេះមានការចម្ងល់ក្នុងខ្លួនជាខ្លាំងបន្ទាប់មកនៅពេលដែលម៉ោងសាលាត្រូវចូលទៅផ្ទះឲ្យ Peter គេក៏បានអង្គុយចាំ Tinabelle ហើយដល់ពេលដែល Tinabelle ដើរកាត់គេក៏បានទាញដៃ Tinabelle មកថាថ្ងៃហ្នឹងចំជិះឡានក្រុងទៅផ្ទះជាមួយនឹងគេអូយទៅគឺគេចាប់ដាំខ្វល់ខ្វាយ Tinabelle ទីងដងហើយណាហើយនៅពេលដែលកំពុងតែចាំឡានក្រុងហ្នឹងផងដែរ Daniel ក៏គេបានឃើញពីទស្សនវិជ្ជាហ្នឹងផងដែរអញ្ចឹងគេក៏បានទីទៅចិត្តហ្នឹងអញ្ចឹងទៅតែគេអត់មានហៅ Tinabelle ហៅអីជាមួយនឹងគេទេទៅគេដូចមានអារម្មណ៍ថាអន់ចិត្តទេគេក៏បានជិះហួសពីកន្លែងហ្នឹងទៅឲ្យ Tinabelle ឈរមើលគេនៅហ្នឹងនៅពេលដែលមានឱកាសតែ2នាក់អញ្ចឹង Peter គេក៏បាននិយាយឲ្យ Tinabelle ពីរឿងថ្ងៃមិញដែលថា Tinabelle ហ្នឹងថាបមាត់គេដល់ពេលនិយាយរឿងហ្នឹងទៅ Tinabelle នាងក៏ចាប់ផ្ដើមប្ដូរសាច់រឿងក៏ប៉ុន្តែ Peter ហ្នឹងគឺគេផ្ដោតទៅលើរឿងហ្នឹងមួយឯងគេក៏បានសួរ Tinabelle ចំហ្មងថា Tinabelle មានអារម្មណ៍មិនចំពោះគេហើយកន្លែងហ្នឹង Tinabelle ឡើងស្ងាត់ឈឹងមួយសន្ទុះក្រោយមកយើងស្ដាប់តែឮ Tinabelle និយាយថាខ្ញុំចូលចិត្តលោក Peter
ចំណែក Daniel វិញនៅពេលដែលគេបានចេញពីក្លឹបគេក៏បានត្រឡប់មកដល់ផ្ទះវិញហើយគេរៀងស្រវឹងស្ទះដែរគេក៏បានមកដល់ផ្ទះគឺគេងយប់ហ្មងហើយណាមួយទៀតគេសែតរឿងថ្ងៃមិញដែលថាទីនបែហ្នឹងនៅមួយ Peter អញ្ចឹងទៅធ្វើឲ្យគេមានអារម្មណ៍ថាជួច្បល់អញ្ចឹងទៅវារៀងពិបាកនៅក្នុងចិត្តបន្តិចដែរចំណែក Peter វិញគឺគេបានដឹងហើយថាទីនបែហ្នឹងគឺជា Fairy ដែលគេធ្លាប់ជួបកាលពីមុនណោះ កាលមកដល់ទីនបែលវិញនាងកំពុងតែមើលរូបថតរបស់នាងជាមួយនឹង Daniel នៅពេលដែលពួកគេចូលថតរូបកន្លែងថតរូបនោះហ៎រួចហើយនាងក៏ចង់ផ្ញើសារតបទៅ Daniel វិញដោយសារតែ Daniel នឹងបានផ្ញើសារមកនាងតែនាងសរសេរឲ្យលុបនិយាយទៅគឺអត់បានផ្ញើសារតប Daniel វិញទេនាងក៏បានកេងទៅហើយក៏បានគិតថាតើនរណាគេគឺជាស្នេហាពិតរបស់នាងរួចហើយអ្នកស្រីនេះស៊ីក៏បានបញ្យល់សពប្រាប់នាងថាឲ្យនាងបញ្ញាប់រកស្នេហាពិតឲ្យលឿនៗទៅដោយសារឥឡូវនេះគឺវាឈានចូលដល់រដូវភ្លៀងហើយនាងអត់ទាន់រកស្នេហាពិតបាននៅឡើយទេអញ្ចឹងបើសិនជានាងរកអត់ទាន់បានទេប្រយ័ត្នតានាងខ្លាចទៅជាថ្មទៅរួចហើយទីណាបានក៏បានផ្ញើពីដំណេកហើយនាងក៏បានគិត ស្ដែងឆៅៗហ្មងនេះក៏បាននិយាយថា Peter ហ្នឹងឯងគឺជាស្នេហាពិតរបស់នាងហ៎ចំណែកតុក្កតាដែលមានកាមេរ៉ានេះវិញគឺ Wendy នាងបានយកមកដុតចោលហើយកាលពីយប់មិញហ្នឹងណាតែទោះបីជានាងដុតតុក្កតានឹងចោលក៏ដោយក៏នាងរួចខ្លួនដែរអ្នកទាំងអស់គ្នាដោយសារតែប៉ាស៊ីម៉ុនហ្នឹងបានគម្រាមនាងបាត់ទៅហើយអញ្ចឹងនាងក៏បានធ្វើជាសង្សារខ្លាំងៗរបស់ប៉ាស៊ីម៉ុនអញ្ចឹងណាហើយនិយាយពីថាអ្នកនៅក្នុងសាលានេះនិយាយថាភ្ញាក់ផ្អើលអូយអ្នកគ្នាមើលឡើងកោះកុញហ្មងណាហើយ Daniel ក្រុម Daniel ហ្នឹងក៏គេភ្ញាក់ផ្អើលដែរអ្នកនរគ្នាមិនត្រូវតែភ្ញាក់ផ្អើលដល់ក្រុម Daniel ស្បែកទីអ្នកបែកគ្នាភ្ញាក់ផ្អើលដែរនាងក៏បាននិយាយថាទំតាក់តងគ្នាមួយ Peter បានប៉ុន្មានថ្ងៃសោះឥឡូវប្រាសង្សារថ្មីដើរកាត់អូយក៏មែននាងអើយបន្តមកទៀត Peter មិនដឹងថារត់មកពីណាទេអ្នកនរគ្នាមកដល់ប្រាប់ឲ្យទីអ្នកបែហ្នឹងទៅជាមួយនឹងគេទៅហើយពីរអ្នកហ្នឹងក៏បានដើរចេញទៅឲ្យ Daniel របស់យើងហ្នឹងគឺថាឈរក្រៀមក្រំទៀតអ្នកនរគ្នានិយាយទៅ Daniel ហ្នឹងដូចតួរងវិញទៅអ្នកនរគ្នាអើយចាមិនត្រឹមតែមានការភ្ញាក់ផ្អើលនៅខាងក្រៅអ្នកនរគ្នាអ្នកខាងក្នុងហ្នឹងក៏ភ្ញាក់ផ្អើលអំណោយដែរអូនងគ្នាហាងមកប៉ុណ្ណានៃមើលអ្នកនរគ្នាហើយនិយាយពីថាវ៉ាឌីនេះវិញទឹកមុខគ្នាដល់ហើយរួចហើយប៉ាស៊ីម៉ុនក៏បានជួនវ៉ាឌីដល់ថ្នាក់ហើយគេក៏បាននិយាយស្អីទេប្រាប់ឲ្យវ៉ាឌីឲ្យធ្វើតាមគេអញ្ចឹងណាហើយក៏ដើរទៅវិញទៅតែគេក៏បានផ្ញើសារមួយទៅវ៉ាឌីក៏បានមើលសារហ្នឹងនិយាយទៅអាប៉ែហ្នឹងដូចចង់ធ្វើស្អីវ៉ាឌីមិនដឹងទេអ្នកនរគ្នាចាកាលមកដល់ពេលញ៉ាំបាយថ្ងៃថងវិញគឺថាកំពុងតែញ៉ាំបាយសុកៗអញ្ចឹងទៅទីអ្នកបានញ៉ាំនឹងស្អីនេះក៏បាននិយាយថាអធិស្ឋានណាខ្ញុំមានការបន្តិចហើយរត់ចេញកំពុងតែញ៉ាំបាយជាមួយនឹង Peter នឹងហ្មង Peter រៀងឆ្ងល់ដែរហ្នឹងហើយនាងក៏បានធ្វើដំណើរកាត់កន្លែង Daniel ទៀតហេតុមានងាកមើលមុខ Daniel បន្តិចហ្មងដល់កយណាស្អីហើយបន្ទាប់មកប៉ែវ៉ែនតាក៏បានហៅធីណាបែលឲ្យឈប់មកកន្លែងគេអញ្ចឹងណា Daniel គេក៏បានថាហៅនាងមកទៅស្អីបន្ទាប់មកធីណាបែលបានគិតច្រើនអីទេក៏បានដើរមកកន្លែងហ្នឹងមែនក៏បានមកដល់សួរប៉ែវ៉ែនតានឹងថាមានបញ្ហាអីមែនរួចហើយ Daniel របស់យើងហ្នឹងមិនទេអ្នកនរគ្នាក៏បានដើរមកដល់អង្គុយចងខ្សែបើជើងធីណាបែលហ្មងហើយក៏បាននិយាយថាពាក់ស្បែកជើងអត់ចេះបើកភ្នែកមើលទេចេះពាក់កាដែរចឹងបើជើងហើយនាងមិនបាននិយាយអរគុណអីមិនទេចាហើយក៏បានដើរទៅមុខបន្ថែមទៀតក៏បានជួបជាមួយនឹងកូនឆ្មាហ្នឹងហើយកូនឆ្មាហ្នឹងដូចចង់ប្រាប់អីទៅកាន់នាងរួចហើយអ្នកគ្នានាងក៏បានអាចស្ដាប់ភាសាឆ្មាហ្នឹងចង់និយាយទៅកាន់នាងបានរួចហើយទីនៅបាននាងក៏បានយករឿងបញ្ហារបស់ Wendy ដែលថាកូនឆ្មាហ្នឹងបានប្រាប់នាងវាមកប្រាប់ Peter ហើយ Peter គេលឺអញ្ចឹងគេក្តៅឆៃហ្មងអ្នកនរគ្នាហើយក៏បានចង់និយាយទៅចង់ទៅចិត្តបាច់កប៉ាជីមុនឥឡូវហ្មងតែទីនៅបាននាងហាមឃាត់នាងក៏បាននិយាយថាឥឡូវអញ្ចឹងទៅពួកយើងទាំងពីរនាក់រកវិធីដើម្បីកម្ចាត់អបិជីមុនហ្នឹងហ្មងទៅហើយនាងក៏បានចង់ឲ្យកូនឆ្មាហ្នឹងចូលរួមដែរដើម្បីឲ្យបេសកកម្មរបស់ពួកគេហ្នឹងទៅបានរលូនអញ្ចឹងណាអញ្ចឹងនៅពេលដែលអបិជីមុនហ្នឹងបានត្រឡប់ទៅផ្ទះរបស់វាគឺធីណាបែលឲ្យកូនឆ្មាហ្នឹងតាមដានអបិជីមុនថាអបិជីមុនហ្នឹងទៅណាខ្លះសាច់រឿងក៏បានកាត់មកដល់ធីណាបែលវិញនាងកំពុងតែរៀបចំខ្លួនទៅមើល concert ផងនិងទៅបំពេញបេសកកម្មផងរីហើយ Peter ក៏បានឆាតហៅនាងអញ្ចឹងទៅហើយនាងមុននឹងចេញទៅហ្នឹងក៏បានហៅ Wendy ថែដើម្បីឲ្យនាងទៅមើល concert ជាមួយគ្នាអញ្ចឹងណាហើយ Wendy នេះគ្នាកំពុងសាទអីផងមកហៅគ្នាអញ្ចឹងគ្នាក៏បានរៀងមួម៉ៅដែរហើយធីណាបែលណានាងក៏បាននិយាយថាហៅសុបួរសោះហ្នឹងឆ្លើយធ្វើដូចឯងហ្នឹងសត្រូវមួយវាតាំងពីពាន់ឆ្នាំណាហើយនាងក៏បានដើរចេញទៅហើយចំណែកអាប៉ាជីមុននេះឆាតមក Wendy តឹងពេញទូរស័ព្ទហ្មងតែ Wendy អ្នកហ៊ានមើលឯងហើយអ្នកមកមើល concert យើងវិញម្នាក់ៗសប្បាយអស់ហើយផែភ្លេចបេសកកម្មហ្នឹងឯងមើលទៅតែទៅរំ concert សប្បាយហើយកំពុងតែមើល concert ហ្នឹង Peter ចិត្តទៅរួចមើលមុខទីណាបែលរហូតទីណាបែលងាកទៅហ្នឹងក៏អត់កិច្ចមុខទៀតនៅមើលឡើងហ្មងហើយទីណាបែលនេះវិញយ៉ាងមិនដែរនាងក៏បានបំបែស្ថានភាពធ្វើដូចសម្លឹងមើលកូនឆ្មាហ្នឹងអញ្ចឹងណាមកទទួលក្រោយមកកូនឆ្មាហ្នឹងក៏បានមកមែនហើយក៏បានប្រាប់ថាអបិជីមុនហ្នឹងតាណាខ្លះអញ្ចឹងណាហើយទីណាបែលក៏បានអូសដៃ Daniel ទៅហ្មងហើយចាញ់ស្លាប់ហោះលួចខ្លាំងមែនតើចំណែកអបិជីមុនបានផ្លាស់ប្ដូរចេញពីបន្ទប់ Wendy នេះបងគ្នាតែពេលផ្លាស់អញ្ចឹងទៅទីណាបែលហើយនឹង Peter ក៏បានមកដល់ឃើញហេតុការណ៍ហ្នឹងស្ដែងដែលថាអបិជីមុនហ្នឹងលួចចូលបន្ទប់របស់ Wendy អញ្ចឹងណាហើយពេលហ្នឹង Peter ក៏បានដេញអបិជីមុនហើយធីណាបែលក៏បានឡើងទៅមើល Wendy តែពេលនាងទៅដល់អ្នកនរគ្នា Daniel គឺគេបានមកជួយ Wendy មុនបាត់ទៅហើយហ្នឹងអត់ដឹងថា Daniel ហ្នឹងដឹងមកពីណាហេតុការណ៍មុនអីទេគឺមកជួយ Wendy ទាន់ពេលតែម្ដងហើយធីណាបែលនាងឃើញអញ្ចឹងនាងរៀងសង្ហាក់ចិត្តដែររួចហើយDaniel ក៏បានដើរចេញទៅចាប់អបិជីមុនជាមួយ Peter ទៅហើយធីណាបែលវិញគឺជាអ្នកនៅលួង Wendy នាងក៏បាននិយាយថាអីណា Wendy កុំភ័យកុំយំអីណាហើយ Wendy នេះវិញនិយាយពីយំចំណែក Peter ក៏បានដេញអបិជីមុនដេញហើយក៏បានអបិជីមុនម្ដាយចំក្បាលអញ្ចឹងទៅអបិជីមុនហ្នឹងក៏ដួលហើយក៏បានងើបមកដាក់ Peter ម្ដាយវិញ Peter ក៏បានខ្ទាតអីអញ្ចឹងទៅហើយក៏បានរត់ទៅមុខវិញរត់ទៅមុខហ្នឹងចេះរយរបស់ Daniel បណ្ដោយ Daniel គេមកដល់មុខហ្នឹងដែរហើយ
ពេលហ្នឹង Daniel ក៏បានវាយអាប៉ែឈីមុនហ្នឹងឡើងដួលដល់ដីហ្មងហើយក៏បានចាប់ដៃចាប់ជើងឡើងជាប់ Peter គេមកដល់គេឃើញអញ្ចឹងគេជួយគេក៏បានចាប់ដៃចាប់ជើងអាប៉ែហ្នឹងជាប់ដូចគ្នាចា Daniel ហើយនិង Peter ទាំងពីរនាក់ហ្នឹងម្នាក់ម្ដាយម្ខាងចាដាក់ភ្នែកអាប៉ែហ្នឹងទាំងសងខាងអែតែចាប៉ែហ្នឹងអត់ទាន់ស្លែនេះអ្នកទាំងគ្នាគឺមានប្រុសៗប្រហែលអ្នកហ្នឹងក៏គេមកជួយយាយអាប៉ែហ្នឹងអញ្ចឹងទៅហើយចំណែក Peter និង Daniel គេក៏បានយកទូរស័ព្ទអាប៉ែហ្នឹងចូលមកលុបវីដេអូរបស់ Wendy ហ្នឹងចោលខ្ទេចហើយបន្ទាប់មកប៉ែហ្នឹងក៏ត្រូវបាន Daniel យកមកឲ្យប៉ូលីសគេដោះស្រាយអញ្ចឹងទៅហើយបន្ទាប់មកពួកគេទៅ6នាក់មាន Peter, Tinabel, Wendy ហើយនិងក្រុមរបស់ Daniel 3នាក់ទៀតហ្នឹងគឺពួកគេកំពុងតែមកប្រជុំគ្នាហើយមើលទៅម្នាក់ៗនេះយ៉ាងសែតជាពិសេសគឺ Wendy ហ៎រួចហើយសមាជិកម្នាក់ដែលនៅក្នុងក្រុម Wendy ហ្នឹងក៏បាននិយាយថាមើលទៅកុំអោយសែតពេកតោះយើងនាំគ្នាទៅដើរលេងហីបន្ទាប់មកហ្នឹងម្នាក់ៗក៏នាំគ្នាគិតថាគួរមានទ្រីបមួយផែល្អរួចហើយពួកគេក៏គិតថាចង់ទៅដើរលេងនៅមាត់សមុទ្រអញ្ចឹងពួកគេទាំងអស់គ្នាក៏យកព្រមទាំងអស់គ្នាអញ្ចឹងពួកគេក៏បានគិតថាឲ្យមានទ្រីបមួយនៅមាត់សមុទ្រជុំគ្នាអញ្ចឹងណាបន្ទាប់មកហ្នឹងពួកគេក៏បានចេញដំណើរគឺថាមានជិះឡានក្រុងឡានអីទេគឺជិះម៉ូតូទៅហ្មងហើយPeter គេជិះជាមួយនឹង Tinabel Wendy ជិះជាមួយនឹង Daniel តែបន្ទាប់មកដល់ពេលកន្លែងមួយពួកគេឈប់សម្រាកអញ្ចឹងណាហើយមើលទៅអ្នកនរគ្នា Wendy នាងដូចជាចាប់អារម្មណ៍ស្រឡាញ់ Daniel វិញដឹងទេអ្នកនរគ្នាហើយចំណែកឯ Tinabel វិញនាងខ្វល់ចិត្តដែរនាងក៏បានមើលអញ្ចឹងណាតែក៏បានPeter ហ្នឹងហៅឲ្យនិយាយគ្នាលេងអញ្ចឹងទៅហើយមើលទៅ Daniel ហ្នឹងក៏ដូចជាងាកមើល Tinabel វិញដែរនិយាយទៅពីរហ្នឹងប្រហែលជាស្រឡាញ់គ្នាទាំងគ្នាតែអត់អត់ឯណាគ្នាមានឧបសគ្គរៀងៗខ្លួនអញ្ចឹងណាដូច Daniel អញ្ចឹងមាន Wendy ហើយ Tinabel ទៀតមាន Peter អញ្ចឹងទៅពេលដែលបានមកដល់សមុទ្រហើយគឺថាម្នាក់ៗសកម្មខ្លាំងមែនតើក្នុងការចូលលេងទឹកសមុទ្រនិយាយពីថាពីសប្បាយអើយសប្បាយភ្លេចទុក្ខភ្លេចអីលេងហ្មងមិនត្រឹមតែគេលេងទឹកសមុទ្រហើយទេគេក៏បានមកអង្គុយលេងអីជាមួយគ្នាដូចជាលេងវល់10នេះអញ្ចឹងទៅនិយាយទៅគឺសប្បាយខ្លាំងមែនតើលេងរហូតដល់ល្ងាចអញ្ចឹងទៅបន្ទាប់មករៀងទៅយប់បន្តិចពីរនាក់នេះក៏បានសុំទៅរកទិញអីញ៉ាំអញ្ចឹងទៅហើយចំណែក Wendy វិញនាងក៏បានសុំពេល Daniel បន្តិចនាងមានការអញ្ចឹងណាហើយ Daniel ក៏បានយល់ព្រមដែរតែ Daniel មើលទៅ Tinabel រហូត Tinabel នាងលេងទឹកចិត្តហ្នឹងហ៎ Daniel មើលទៅដូចស្រឡាញ់ Tinabel ណាទាំងគ្នាតែជាប់គាំង Wendy ចំណែក Wendy និង Peter វិញពួកគេបានមកណាត់ជួបគ្នាអញ្ចឹងទៅមិនមែនជួបគ្នាស្នេហាស្នេហឺអីទេគឺ Wendy នៅចង់មកសុំទោសដែលនាងមានអារម្មណ៍ថាដូចជាស្រឡាញ់ Peter តាមពិតនាងអត់បានស្រឡាញ់ Peter នោះទេហើយ Peter គេឮអញ្ចឹងក៏គេអត់អីដែរអ្នកនរគ្នាគេអត់បង្ហាញមុខថាគេខូចចិត្តអញ្ចឹងគេក៏បាននិយាយថាអត់អីទេវាមិនល្អទេសម្រាប់ពួកយើងពេលនេះពួកយើងគួរជាធ្វើជាមិត្តភក្តិនឹងគ្នាអីបានល្អជាងហើយពួកគេទាំងពីរក៏យល់ពីគ្នាទៅវិញទៅមកអញ្ចឹងពួកគេក៏បានខ្លាចជាមិត្តភក្តិនឹងគ្នាទៅរីឯ Daniel វិញគ្រាន់ងាកមកជួបបរិយាមកភ្លាតងាកមើល Tinabel ស្អីទេអាស្រ័យយើងអ្នកនរគ្នារត់ចូលទឹកអីណាអើយហើយ Daniel នេះគ្នាឃើញអញ្ចឹងនេះឡើងភ័យស្មាន Tinabel ចង់ងាប់ក៏បានរត់ទៅដល់ចាប់ដៃ Tinabel ហើយសួរថាម៉េចចង់ងាប់មិនបានដើរចូលទឹកចឹងហើយឡើងអញ្ចឹងបន្ទាប់មកពីអ្នកហ្នឹងគេក៏បានមកអង្គុយនិយាយគ្នាវិញទៅ Daniel គេក៏បាននិយាយរំលឹកកាលគេនៅក្មេងអញ្ចឹងណាគេធ្លាប់លង់ទឹកម្ដងអញ្ចឹងហើយគេខ្លាចតែ Tinabel ហ្នឹងដូចគេអញ្ចឹងណាហើយ Tinabel ហ្នឹងក៏បាននិយាយថាDaniel អញធ្លាប់លង់ទឹកកាលនៅពីក្មេងអញ្ចឹងតើបានខ្ញុំឃើញ Daniel អញដូចអត់សូវចេះលេងទឹកអង្គគេសោះមើលទៅរៀងខ្លាចទឹកហើយបន្តមកទៀត Tinabel នេះក៏រំលឹករឿងនាងកាលនៅពីក្មេងដែរនាងនិយាយថាកាលនាងនៅពីក្មេងហើយនាងក៏ធ្លាប់ជួបក្មេងប្រុសម្នាក់ដែរដែលគេនឹងបានលង់ទឹកដូចគ្នាហើយនាងក៏បានជួយក្មេងប្រុសម្នាក់នោះទៀតផង Daniel គេឮអញ្ចឹងគេក៏បានសួរថាក្មេងប្រុសម្នាក់ហ្នឹងនៅណាទៅហើយ Tinabel នេះរៀងត្រអាក់រអួលតាក់ទើមិនដឹងទេនាងក៏បាននិយាយថាអូគឺក្មេងប្រុសម្នាក់ហ្នឹងនៅភូមិក្បែរហ្នឹងហើយខ្ញុំអត់បានជួយគេច្រើនទេខ្ញុំគ្រាន់តែធ្វើឲ្យគេដឹងខ្លួនតែប៉ុណ្ណោះបន្ទាប់មក Tinabel នេះចង់បំបែកស្ថានភាពនាងក៏បានហៅ Daniel នោះឲ្យមកលេងទឹកជាមួយនាងមកទៅធ្វើនេះទឹកកកទេអីទេមកលេងជាមួយគ្នាមកហើយ Daniel គេអត់បានទៅលេងទឹកទេគេបានធំធំសម្លឹងមើល Tinabel អញ្ចឹងតែគេអ្នកគ្នាកសែភ្នែកហ្នឹងកសែភ្នែកស្រឡាញ់គេច្បាស់កន្លែតហ្មងបន្ទាប់មក Wendy និង Peter គេក៏បានត្រឡប់មកវិញហើយក៏បានទៅរកគូគ្នាម្នាក់មួយអញ្ចឹងទៅ Wendy ក៏បានទៅរក Daniel ហើយ Peter ក៏បានទៅរក Tinabel អញ្ចឹងទៅតែ Tinabel មើលទៅ Daniel ដូចប្រច័ណ្ឌ Daniel ជាមួយនឹង Wendy ចាបន្ទាប់មកកាប់មកដល់សាលារៀនគឺដល់ថ្ងៃប្រឡងបាក់ឌុបតែម្ដងហើយ Daniel របស់យើងហ្នឹងគឺទី12អញ្ចឹងទៅប្រឡងបាក់ឌុបគេដែរហើយប្រឡងអត់អង្គុយធ្វើទេគេធ្វើគ្រប់គ្នា Daniel ហ្នឹងអត់ធ្វើទេអង្គុយគិតចេះមិនដឹងទេអ្នកនរគ្នារួចមកសាច់រឿងក៏បានកាត់ពីកន្លែងប្រឡងហ្នឹងហ្មងមកដល់ចូលថ្ងៃថ្មីអញ្ចឹងណាPeter គេក៏បានលេងជាមួយ Tinabel សុកៗគេបាននិយាយថាអត់ទៅលេង Daniel ទេDaniel ចិត្តចេញពីសាលាហ្នឹងឯណាហើយមកទៅ Daniel រៀងសែត Tinabel នេះក៏បានទៅចាប់ដៃ Daniel ហើយឡើងលើដំបូលសាលាយកហ្មងរួចហើយ Tinabel នេះក៏បាននិយាយថាខ្ញុំមិនដឹងអីបន្តិចហ្មងថា Daniel ឯងនឹងត្រូវចាក់ចេញពីសាលាហ្នឹងឆាប់ៗហីខ្ញុំជូនពរ Daniel ឯងឲ្យសុខសប្បាយណាហើយខ្ញុំក៏មានរឿងមួយចង់ប្រាប់ Daniel ឯងផងដែរនិយាយបានត្រឹមហ្នឹង Daniel គេក៏បានតបទៅវិញថាអូហើយខ្ញុំក៏ចង់មានរឿងមួយប្រាប់ Tinabel ឯងដែរគ្រាន់និយាយបានប៉ុណ្ណឹង Tinabel នេះក៏បាននិយាយថាខ្ញុំស្រឡាញ់លោក Daniel អីក្លាហានរបស់គេស្រីហើយកំពុងសារភាពស្នេហ៍សុកៗហ្នឹងមី Wendy ហ្នឹងមកទៀតអី Wendy ហ្នឹងក៏បានមកហៅឲ្យ Daniel អីអញ្ចឹងណាហើយពេលហ្នឹងមិនភ្លៀងមិនអីទៀតទទួលឆាន់ទទួលអីមកហើយបន្ទាប់មក Peter ក៏បានទៅប្រាប់ Wendy ថាឲ្យចាំគេតិចទៅគេមានការបន្តិចណាហើយគេក៏បានដើរមកនិយាយមួយ Tinabel វិញហើយ Tinabel ឡងខកចិត្តហើយ Tinabel នេះក៏បាននិយាយថាអូខ្ញុំមានដឹងអីទេសោះថាលោកហើយនឹង Wendy ស្រឡាញ់គ្នាឥឡូវហ្នឹងហើយ Daniel ក៏គេបាននិយាយដែរថាគេកំពុងតែមានទំនាក់ទំនងគ្នាជាមួយនឹង Wendy ហើយទីទៀតហ្នឹងគេ date គ្នាហើយ Tinabel នេះ
ជាបង្ហាញទឹកមុខខ្ញុំនឹងអញ្ចឹងតែក្នុងចិត្តពុំក្រំគ្រានេះក៏បាននិយាយថាខ្ញុំចូលរួមបងសាទរផងណាចំពោះការតាក់ទងរបស់ Daniel ឯងហើយនឹងការស្រឡាញ់គ្នារបស់ Daniel ឯងជាមួយនឹង Wendy ខ្ញុំចូលរួមបងសាទរផងណាហើយកុំភ្លេចស្រឡាញ់អ្នកបានចូលផងអញ្ចឹងខ្ញុំសុំទៅវិញសិននេះ Daniel គេក៏បាននិយាយថាអរគុណហើយបន្តមកទីអ្នកបានក៏បានដើរចេញទៅទាំងទឹកភ្នែកដើរឲ្យទូទឹកភ្នែកហងអូយកំសត់ខ្លាំងណាស់កំសារភាពប្រាប់គេមិញហើយហ្នឹងបន្ទាប់មកមេភ្លៀងកាន់តែខ្លាំងហើយ Wendy នេះឃើញអញ្ចឹងក៏បានយកឆាត់ហ្នឹងមកទទួលឲ្យ Daniel ទៅហើយបន្ទាប់មកទីអ្នកបាននេះក៏បាននិយាយថាខ្ញុំអរគុណដែរណាអញ្ចឹងយើងគិតថាលាគ្នាទៅប៉ុណ្្នឹងឯងបានហើយពួកអីភ្លៀងខ្លាំងឯងទីអ្នកបាននេះនិយាយចឹងហើយនេះក៏បានរត់ទៅហ្មងតែរត់ទៅក៏ជពុបជើងដួល Daniel ក៏ចង់ទៅជួយតែទីអ្នកបានថាអត់ទេមិនបាច់ទេចូលឆាត់វិញទៅយកទៅទឹកភ្លៀងអស់ហ៎មិនបាច់ជួយខ្ញុំទេខ្ញុំលាហើយរួចហើយសេចរឿងភាព9របស់យើងក៏បានជាចូលមកដល់ទីបញ្ចប់សត2ភាគទៀតដែរចប់ហើយចាំមើលទាំងអស់គ្នាណាហើយ admin បាយបាយអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យ admin ម្នាក់មួយផងណាបាយបាយជប់មុនបាយបាយ admin ឲ្យស្ដាប់អីមួយមានអីទេអ្នកជិតខាង admin ជ្រៀងហ្នឹងណា